ឥណ្ឌាប្រមានថាបើប៉ាគីស្ថានបំពេញបទធំបាញ់នឹងជួបគ្រោះធំជាក់ជាមិនខានប្រទេសឥណ្ឌាបានប្រមានថាប៉ាគីស្ថាននឹងជួបគ្រោះធំបើហ៊ានបំពេញបទធំបាញ់ការប្រមាននេះគឺចេញពីមាត់អគ្គនាយកប្រតិបត្តិការយោធាដែលហៅកាត់ថា DGMO របស់កងទ័ពឥណ្ឌាឧត្តមសេនីយ៍ឯករដ្ឋជីវខៃឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទកាសែតរួមរបស់កងកម្លាំងប្រដាប់អាវុធឥណ្ឌាកាលពីថ្ងៃអាទិត្យទី11ខែឧសភាឆ្នាំ2025លោកបន្ថែមថាប្រសិនបើប៉ាគីស្ថានបាញ់ផ្លោងនឹងឈ្លានពានពីលើអាកាសតាមរយៈយន្តហោះគ្មានមនុស្សបើកជាថ្មីម្ដងទៀតនោះយើងនឹងមានការឆ្លើយតបវិញហើយវានឹងជាការឆ្លើយតបដ៏កាចសាហាវនោះគឺជាការដាក់ទណ្ឌកម្មពួកគេនឹងជួបទុកធំលោកបន្តថាបទច្បាញ់មិនមែនមានន័យថាកងកម្លាំងប្រដាប់អាវុធលេងប្រុងប្រៀបខ្លួននោះទេខ្ញុំសូមប្រាប់អ្នកថាកងកម្លាំងប្រដាប់អាវុធមានការប្រុងប្រយ័ត្នខ្ពស់ណាស់ហើយពួកគេនៅតែបន្តស្ថិតនៅក្នុងស្ថានភាពដូចយើងនិយាយអញ្ចឹងការប្រមានរបស់លោកខៃបានកើតឡើងបន្ទាប់ពីឥណ្ឌាចោទប៉ាគីស្ថានថាបានរំលោភបទច្បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកខណៈការបំផ្ទុះត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Srinagar និងផ្នែកផ្សេងទៀតនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេសឥណ្ឌា Vikram Misri បាននិយាយនៅក្នុងសន្និសីទទូរទស្សន៍មួយថារយៈពេលប៉ុន្មានម៉ោងចុងក្រោយមានការរំលោភបំពានម្ដងហើយម្ដងទៀតពីភាគីប៉ាគីស្ថានហើយកងកម្លាំងប្រដាប់អាវុធឥណ្ឌាកំពុងបើកការវាយប្រហារឆ្លើយតបវិញភ្លាមៗចំពោះការរំលោភបំពានទាំងនេះឥណ្ឌាអះអាងថាការវាយប្រហារនេះបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិច100នាក់ខណៈប៉ាគីស្ថានបានបញ្ជាក់តែពីរបាយការណ៍ស្លាប់របស់ជនស៊ីវិលប៉ុណ្ណោះនិងបានប្រកាសសងសឹកវិញកាលពីថ្ងៃសៅរ៍ប៉ាគីស្ថានបានឲ្យដឹងថាខ្លួនបានបើកប្រតិបត្តិការយោធាជាផ្លូវការប្រឆាំងឥណ្ឌាដោយកំណត់គោលដៅលើមូលដ្ឋានជាច្រើនរួមមានទាំងកន្លែងស្តុកមីស៊ីលនៅតំបន់ភាគខាងជើងឥណ្ឌាប៉ាគីស្ថានបាននិយាយថាមុនការបើកប្រតិបត្តិការនោះគឺឥណ្ឌាបានបាញ់មីស៊ីលមកលើមូលដ្ឋានទ័ពអាកាសរបស់ខ្លួន3កន្លែងដែលក្នុងនោះមួយកន្លែងស្ថិតនៅគៀករដ្ឋធានីអ៊ីស្លាមាបាតប្រទេសទាំងពីរបានប៉ះទង្គិចគ្នាចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះនៅពេលឥណ្ឌាបានបើកប្រតិបត្តិការយោធាតាមផ្លូវអាកាសចូលក្នុងទឹកដីប៉ាគីស្ថានដើម្បីកំទេចនៅអ្វីដែលខ្លួនហៅថាហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវកហើយប៉ាគីស្ថានបានបដិញ្ញាសងសឹកវិញយោធាប៉ាគីស្ថានបានប្រាប់ថាទីតាំងស្តុកមីស៊ីល BrahMos របស់ឥណ្ឌាត្រូវបានកំទេចនៅតំបន់ Bias ហើយមូលដ្ឋានទ័ពអាកាសផាត់ឋានកុដនៅក្នុងខេត្តពុនចាប់ភាគខាងកើតប្រទេសឥណ្ឌានិងមូលដ្ឋានអ៊ូហាំភួរនៅផ្នែកនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាក៏ត្រូវបានវាយប្រហារផងដែរបើតាមការអាងរបស់យោធាប៉ាគីស្ថានឥណ្ឌាបានប្រើយន្តហោះចម្បាំងបាញ់មីស៊ីលមកលើមូលដ្ឋានទ័ព3កន្លែងរបស់ខ្លួនក្នុងនោះមួយកន្លែងស្ថិតនៅក្នុងទីក្រុង Rawalpindi ក្បែររដ្ឋធានីអ៊ីស្លាមាបាតនិង2កន្លែងទៀតនៅក្នុងខេត្តភុនចាប់ភាគខាងកើតប្រទេសសូមជម្រាបជាថ្មីភាពតានតឹងរវាងគូចំនួនទាំងពីរបានកើតមានឡើងខ្ពស់ចាប់តាំងពីថ្ងៃទី7ខែឧសភាមកនៅពេលឥណ្ឌាបើកប្រតិបត្តិការ Sindor ដោយផ្ដោតលើអ្វីដែលខ្លួនបានពិពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថានឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី22ខែមេសាដែលសម្រាប់មនុស្ស26នាក់ទើបបង្កជាចំនួនយោធាបែបនេះបញ្ហាតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានដែលកាលពីសប្តាហ៍មុនប្រទេសទាំងពីរដែលស្ថិតនៅក្នុងតំបន់អាស៊ីភាគខាងត្បូងនិងជាប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរដូចគ្នាបានមានភាពតានតឹងរហូតឈានដល់មានការវាយប្រហារគ្នាឬហៅថាជាចំនួនប្រដាប់អាវុធប៉ុន្តែកាលពីចុងសប្តាហ៍ក៏មានការសម្របសម្រួលឲ្យមានបទឈប់បាញ់ហើយភ្លាមមានក្រោយមានការអនុវត្តនោះក៏ឥណ្ឌាបានចោទប៉ាគីស្ថានថាបានបំពានប៉ុន្តែប៉ាគីស្ថានបានច្រានចោលទៅវិញមន្ត្រីយោធាជាន់ខ្ពស់ឥណ្ឌាមួយរូបបាននិយាយថាយោធាឥណ្ឌាបានផ្ញើសារទាន់ហេតុការណ៍ទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអាទិត្យ11ឧសភាអំពីការរំលោភបំពានលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះហើយក៏បានជូនដំណឹងអំពីចេតនារបស់ទីក្រុងញូដេលីនៅក្នុងការឆ្លើយតបប្រសិនបើប៉ាគីស្ថានហ៊ានបំពានទៀតខណៈអ្នកនាំពាក្យយោធាប៉ាគីស្ថានបានបដិសេធការបំពានដោយដែលការចោទប្រកាន់នោះអគ្គនាយកប្រតិបត្តិការយោធាឥណ្ឌា DGMO បាននិយាយថាបទឈប់បាញ់ដ៏ផុយស្រួយត្រូវបានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកចំពោះការបំពានដំបូងនៅយប់ថ្ងៃសៅរ៍អ្នកនាំពាក្យយោធាប៉ាគីស្ថានបាននិយាយនៅក្នុងឡុងសន្និសីទសារព័ត៌មានជាមួយតំណាងមកពីកងទ័ពអាកាសនិងកងទ័ពជើងទឹករបស់ប្រទេសនេះថាគ្មានការបំពានណាមួយត្រូវបានធ្វើឡើងដោយកងទ័ពប៉ាគីស្ថានឬកងកម្លាំងប្រដាប់អាវុធនៃបទឈប់បាញ់នេះទេបទឈប់បាញ់បានប្រកាសកាលពីថ្ងៃសៅរ៍បន្ទាប់ពី4ថ្ងៃនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរនៅក្នុងការប្រយុទ្ធដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងរយៈពេលជិត3ទសវត្សរ៍មិនដែលមានពួកគេបានបាញ់មីស៊ីលនិងយានដ្រូនលើទីតាំងយោធាតគ្នាទៅវិញទៅមកដែលបានសម្លាប់មនុស្សទាំងសងខាងជិត70នាក់ការសម្របសម្រួលការទូតនិងសម្ពាធពីអាមេរិកបានជួយធានាកិច្ចព្រមព្រៀងបទឈប់បាញ់នៅពេលដែលចំនួននេះកំពុងកើនឡើងគួរឲ្យបារម្ភទូតទស្សនិកជនមហិច្ឆតាការទូតរបស់ឥណ្ឌាត្រូវបានសាក់លបងស្របពេលសហរដ្ឋអាមេរិកដែលមានលោក Donald Trump ជាប្រធានាធិបតីបានជំរុញឲ្យមានបទឈប់បាញ់រវាងឥណ្ឌានិងប៉ាគីស្ថានក្រុមអ្នកវិភាគបាននិយាយថាឥណ្ឌានិងប៉ាគីស្ថានបានដើរថយក្រោយចេញពីមាត់ជ្រោះនៃសង្គ្រាមពេញបន្ទុកដោយមានសម្ពាធពីអាមេរិកប៉ុន្តែសេចក្តីប្រាថ្នារបស់ឥណ្ឌា
ជាមហាអំណាចការទូតសកលឥឡូវនេះប្រឈមមុខនឹងការសាក់លបងដ៏សំខាន់បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានស្នើផ្ដល់ការសម្រុះសម្រួលលើចំនួននៃតំបន់កាស្មៀរការងើបឡើងយ៉ាងឆាប់រហ័សរបស់ឥណ្ឌាជាមហាអំណាចសេដ្ឋកិច្ចទី5របស់ពិភពលោកបានបង្កើនសេចក្តីទុកចិត្តនិងអធិបុលរបស់ខ្លួនលើឆាកអន្តរជាតិដែលថាប្រទេសនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិក្នុងតំបន់ដូចជាការដួលរលំសេដ្ឋកិច្ចរបស់ស្រីលង្កានិងការរំជួយដីមីយ៉ាន់ម៉ាជាដើមប៉ុន្តែចំនួនជាមួយប៉ាគីស្ថានជុំវិញតំបន់កាស្មៀរដែលផ្ទុះឡើងប្រមាណថ្ងៃថ្មីនេះជាមួយនឹងការបាញ់តបតគ្នាដោយយានរ៉ូនិងការវាយប្រហារតាមអាកាសដែលបានសម្លាប់មនុស្សរាប់សិបនាក់នោះប៉ះពាល់ចំណុចរសើបនៅក្នុងនយោបាយឥណ្ឌាលោក Michael Kugelman អ្នកវិភាគអាស៊ីខាងត្បូងមានមូលដ្ឋាននៅទីក្រុង Washington បានឲ្យដឹងថាឥណ្ឌាទំនងជាមិនចាប់អារម្មណ៍លើកិច្ចពិភាក្សាទូលំទូលាយក្រោមបទឈប់បាញ់នោះទេហើយការប្រកាន់ភ្ជាប់បែបនេះអាចមានបញ្ហាប្រឈមជាច្រើនអ្នកជំនាញផ្សេងទៀតនិយាយថាការដកថយក្រោមសម្ពាធនិងការបញ្ចុះបញ្ចូលរបស់អាមេរិកត្រឹមតែប្រមាណថ្ងៃនៃប្រតិបត្តិការយោធាធ្វើឲ្យបំណងប្រាថ្នាជាមហាអំណាចការទូតសកលរបស់ឥណ្ឌាប្រឈមនឹងការសាក់លបងដ៏សំខាន់ហើយឥណ្ឌាគឺកំពុងតែទាញចំណាប់អារម្មណ៍អន្តរជាតិទៅរកចំនួនកាស្មៀរមិនមែនទៅលើអំពើភេរវកម្មឆ្លងដែនរបស់ប៉ាគីស្ថានដែលបង្កជាវិបត្តិនោះទេវិធីសាស្ត្រដែលឥណ្ឌាបង្កើតការទូតដោយផ្គាប់ចិត្តលោកត្រាំលើបញ្ហាដូចជាពាណិជ្ជកម្មគណៈក៏អះអាងផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងចំនួនកាស្មៀរនិងពឹងផ្អែកមួយផ្នែកធំលើនយោបាយក្នុងស្រុកហើយអាចកំណត់អនាគតសម្រាប់ចំនួននៅដែនដីកាស្មៀរទោះបីជាមានកិច្ចព្រមព្រៀងអនុវត្តបទឈប់បាញ់រវាងភាគីទាំងសងខាងគឺឥណ្ឌានិងប៉ាគីស្ថានយ៉ាងណាក៏ដោយក៏ប្រជាជនទាំងសងខាងជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ព្រំដែនដែលមានចំនួនរវាងភាគីទាំងពីរនេះនៅតែមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ក្នុងការត្រឡប់ទៅកាន់តំបន់ដែលពួកគេធ្លាប់រស់នៅឡើងវិញបាននៅឡើយទេដោយមិនទុកចិត្តស្ថានភាពនៃបទឈប់បាញ់ដ៏ផុយស្រួយនៅពេលនេះបន្ទាប់ពីចំណាយពេលជាច្រើនថ្ងៃនៅក្នុងជំរកបណ្ដោះអាសន្នឬក៏រស់នៅជាមួយនឹងសាច់ញាតិប្រជាជនមកពីភាគីទាំងពីរនៃព្រំដែនឥណ្ឌានិងប៉ាគីស្ថានមានការសង្ស័យអំពីបទឈប់បាញ់នៅចុងសប្តាហ៍នេះហើយភ័យខ្លាចមិនហ៊ានប្រញាប់ត្រឡប់ទៅកាន់ភូមិរស់នៅរបស់ពួកគេវិញទេទីតាំងរបស់ឥណ្ឌាជាច្រើនដូចជាភូមិចាមូនិងភូមិអាមរិតសាដែលគ្រប់ដណ្ដប់ដោយសម្លេងផ្ទុះបន្ទាប់ពីមានបទឈប់បាញ់ព្រមព្រៀងគ្នានោះនៅតែស្ងប់ស្ងាត់ជាងធម្មតាគិតត្រឹមថ្ងៃអាទិត្យ11ឧសភាដោយហាងលក់ដូរជាច្រើននៅតែបិទទ្វារហើយមនុស្សម្នាជ្រើសរើសការនៅតែក្នុងផ្ទះអាជ្ញាធរឥណ្ឌានិងប៉ាគីស្ថានបានណែនាំប្រជាជនដែលចាកចេញពីតំបន់ព្រំដែនមិនត្រូវត្រឡប់ទៅភូមិជួរមុខនេះវិញទេមនុស្សរាប់រយនាក់បានរត់ភៀសខ្លួនទៅទីជម្រកបណ្ដោះអាសន្នខណៈអ្នកផ្សេងទៀតបានចាកចេញទៅស្នាក់នៅជាមួយសាច់ញាតិនៅឆ្ងាយពីព្រំដែនស្របពេលមានការប្រយុទ្ធកាន់តែខ្លាំងឡើងកាលពីដើមសប្តាហ៍មុនលោកកាបាល់ស៊ីងប្រធានភូមិមួយនៅជិតព្រំដែនបាននិយាយថាប្រជាជនសងខាងនៃព្រំដែនមានការភ័យខ្លាចមិនហ៊ានត្រឡប់ទៅវិញទេបន្ទាប់ពីឮដំណឹងថានៅតែមានសម្លេងផ្ទុះបើទោះបីជាមានការប្រកាសអនុវត្តបទឈប់បាញ់ទៅហើយក៏ដោយមន្ត្រីរដ្ឋបាលម្នាក់នៅក្នុងតំបន់នៅជ្រលងភ្នំនីលុំប្រទេសប៉ាគីស្ថានក៏បាននិយាយថាអ្នកស្រុកជាច្រើនកំពុងចាំមើលស្ថានភាពវិវត្តមុនពេលពួកគេត្រឡប់ទៅវិញប្រក្រតីភាពទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌីតស្ថិតនៅក្នុងភាពមិនច្បាស់លាស់ស្របពេលដែលលោក Donald Trump នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ានៅពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump ចុះចតនៅក្នុងទីក្រុងរីយ៉ាដនៅថ្ងៃអង្គារ13ឧសភាស្អែកនេះសម្រាប់ដំណើរទស្សនកិច្ចមជ្ឈិមបូព៌ាលោកនឹងត្រូវបានស្វាគមន៍ដោយពិធីដ៏អូឡារិកនិងការរំពឹងទុកនៃការវិនិយោគជាច្រើនតម្លៃ$100,000 ប៉ុន្តែសង្គ្រាមដ៏ក្តៅកគុកនៅដែនដីហ្គាហ្សាបានបង្កភាពមិនច្បាស់លាស់ដល់គោលដៅមួយដែលលោកចង់បានជាយូរមកហើយនោះគឺការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីស្រាអែលប្រពន្ធនៅក្នុងប្រទេសជួរសមុទ្រដែលស្និទ្ធនឹងមន្ត្រីផ្ទៃក្នុងនិងមន្ត្រីអាមេរិកបានដឹងថានៅពីក្រោយឆាកក្រុមមន្ត្រីអាមេរិកកំពុងដាក់សម្ពាធយ៉ាងស្ងាត់ៗដល់អ៊ីស្រាអែលឲ្យយល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សាដែលជាលក្ខខណ្ឌមួយរបស់អារ៉ាប៊ីសាអូឌីតសម្រាប់ការចាប់ផ្ដើមឡើងវិញនៅកិច្ចចរចាប្រក្រតីភាពទំនាក់ទំនងប្រធានមជ្ឈិមបូព៌ារបស់អាមេរិកគឺលោក Steve Witkoff បាននិយាយនៅក្នុងស្ថានទូតអ៊ីស្រាអែលនៅក្នុងទីក្រុង Washington នៅសប្តាហ៍មុនថាលោករំពឹងថានឹងមានការរីកចម្រើនភ្លាមៗលើការពង្រីកកិច្ចព្រមព្រៀង Abraham ដែលជាសំណុំនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយលោកត្រាំនៅក្នុងអាណត្តិទី1ដែលនៅក្រោមកិច្ចព្រមព្រៀងនោះរដ្ឋអារ៉ាប់ជាច្រើនរួមមានអារ៉ាប់រួមបារ៉ែនស៊ូដង់និងម៉ារ៉ុកទទួលស្គាល់អ៊ីស្រាអែលប្រភពសង្កត់ធ្ងន់ថាទោះបីជាយ៉ាងណាក៏ដោយការប្រឆាំងដោយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចំពោះការបញ្ឈប់ជាអចិន្ត្រៃយ៍នៅសង្គ្រាមហ្គាហ្សាឬការបង្កើតរដ្ឋប៉ាឡេស្ទីនទំនងជាមិនធ្វើឲ្យមានវឌ្ឍនភាពលើកិច្ចចរចាស្តីងគ្នានេះជាមួយទីក្រុងរីយ៉ាទេគួរដឹងថាអារ៉ាប៊ីសាអូឌីតមិនទទួលស្គាល់អ៊ីស្រាអែលជារដ្ឋស្របច្បាប់ឡើយមានន័យថាប្រទេសសេដ្ឋកិច្ចជឿនលឿនបំផុតនិងជាមហាអំណាចយោធាទាំងពីរនៅតំបន់មជ្ឈិមបូព៌ានេះពុំមានទំនាក់ទំនងការទូតផ្លូវការទេប្រជាជនប៉ាឡេស្ទីនជាង10នាក់ទៀតហើយបានស្លាប់នៅក្រោមការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ Gaza Strip កាលពីចុងសប្តាហ៍កន្លងទៅនេះយោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ក៏13នាក់ទៀតដែរក្នុងនោះមានទាំងកុមារនិងស្ត្រីផងដែរនៅក្នុងតំបន់ Gaza គណៈប្រទេសនេះនៅតែបន្តបង្អត់អាហារដល់តំបន់នេះក្នុងចំណោមជនរងគ្រោះតាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យមានជនជាតិប៉ាឡេស្ទីន3នាក់ស្លាប់នៅក្នុងការវាយប្រហារដោយ drone លើរថយន្តមួយគ្រឿងនិង2នាក់ស្លាប់ក្នុងការទម្លាក់គ្រាប់បែកនៅទីក្រុង Khan Yunis ភាគខាងត្បូងមនុស្ស2នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំលើផ្ទះមួយកន្លែងនៅសង្កាត់សេតុននៃទីក្រុងហ្គាហ្សានៅភាគខាងជើងគណៈសាកសព
បរិះម្នាក់ត្រូវបានប្រទះឃើញនៅជិតជំរំជនភៀសខ្លួន Berech នៅកណ្ដាលតំបន់ហ្គាហ្សាបន្ទាប់ពីយន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅតំបន់នោះមួយថ្ងៃមុនការសម្លាប់ចុងក្រោយបំផុតនៅក្នុងការទម្លាក់គ្រាប់បែករាល់ថ្ងៃរបស់អ៊ីស្រាអែលលើហ្គាហ្សាបានកើតឡើងស្របពេលដែលដែនដីមួយនេះពុំអាចឃើញការហូរចូលនៅអាហារទឹកថ្នាំពេទ្យឬប្រេងឥន្ធនៈនៅក្នុងទឹកដីនេះអស់រយៈពេល70ថ្ងៃទៅហើយដោយសារតែការបិទផ្លូវពីអ៊ីស្រាអែលក្រោយពីមានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាច្រើនខែនៅពេលនេះចិននិងសហរដ្ឋអាមេរិកដែលទើបតែបានពិភាក្សាគ្នាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះរយៈពេល2ថ្ងៃឥឡូវនេះភាគីមហាអំណាចសេដ្ឋកិច្ចកម្ពុជាទាំងពីររបស់ពិភពលោកបានឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្មជាមួយគ្នាហើយនៅក្នុងនោះក៏រួមបញ្ចូលទាំងការកាត់បន្ថយនៃការដំឡើងពន្ធដែលត្រូវបានប្រកាសនាពេលកន្លងមកផងដែរសហរដ្ឋអាមេរិកនិងចិនបានយល់ព្រមនៅក្នុងការកាត់បន្ថយជាបណ្ដោះអាសន្ននៅពន្ធដែលបានដាក់លើការនាំចូលគ្នាទៅវិញទៅមកដោយរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកលោក Scott Bessent បាននិយាយថាប្រទេសទាំងពីរនឹងកាត់បន្ថយពន្ធទៅវិញទៅមកចំនួន 115% សម្រាប់រយៈពេល90ថ្ងៃសេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីចិននិងអាមេរិកបានបើកកិច្ចចរចាពាណិជ្ជកម្មនៅប្រទេសស្វីសកាលពីចុងសប្តាហ៍ដែលលោក Bessent ធ្លាប់បានពិពណ៌នាថាប្រកបដោយភាពវិជ្ជមាននិងមានលក្ខណៈស្ថាបនានេះជាជំនួបលើកដំបូងហើយរវាងភាគីទាំងពីរចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump បានដំឡើងពន្ធលើទំនិញចិនដែលចូលទៅអាមេរិកកាលពីខែមករាសេចក្តីថ្លែងការណ៍បានដឹងថាចាប់តាំងពីថ្ងៃ14ឧសភាឆ្នាំ2025ខាងមុខទៅភាគីទាំងពីរបដិញ្ញាចាត់វិធានការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មដោយការកាត់បន្ថយពន្ធក្នុងអត្រា 115% រវាងគ្នាពលគឺពន្ធរបស់អាមេរិកលើការនាំចូលរបស់ចិនឥឡូវនេះនឹងត្រូវកាត់បន្ថយមកនៅត្រឹម 30% ប៉ុណ្ណោះសម្រាប់រយៈពេល90ថ្ងៃខណៈពន្ធរបស់ចិនលើការនាំចូលរបស់អាមេរិកនឹងត្រូវកាត់បន្ថយមកត្រឹមតែ 10% សម្រាប់រយៈពេលដូចគ្នានេះគួរដឹងថាលោកត្រាំបានដាក់ពន្ធ 145% លើការនាំចូលរបស់ចិនខណៈទីក្រុងប៉េកាំងបានឆ្លើយតបនឹងការយកពន្ធវិញ 125% លើទំនិញមួយចំនួនរបស់អាមេរិកពន្ធដ៏ធំនេះបានបង្កឲ្យមានចលាចលទីផ្សារហិរញ្ញវត្ថុនិងបង្កឲ្យមានការភ័យខ្លាចនៅអនុភាពសេដ្ឋកិច្ចពិភពលោកទូតទស្សនិកជនចិនធ្វើជាម្ចាស់ផ្ទះនៅក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំ SELEC ស្របពេលមានកិច្ចចរចាពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដែលរួមបញ្ចូលដៃគូពាណិជ្ជកម្មអាមេរិកឡាទីនដ៏សំខាន់របស់ខ្លួននៅក្នុងសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឥទ្ធិពលនិងភាពជាដៃគូនៅក្នុងតំបន់ស្របពេលទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនព្យាយាមលុបបំបាត់សង្គ្រាមពាណិជ្ជកម្មរបស់ពួកគេក្រុមមន្ត្រីមកពីសហគមន៍រដ្ឋអាមេរិកឡាទីននិងតំបន់ការ៉ាអ៊ីបហៅកាត់ថា SELEC រួមទាំងប្រធានាធិបតីប្រេស៊ីលកូឡុំប៊ីឈីលីគ្រោងនឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកាចិន SELEC នៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃអង្គារ13ឧសភាស្អែកនេះពាណិជ្ជកម្មទ្វេភាគីរវាងចិនជាមួយនឹងប្លុកនេះមានតម្លៃ$427,000 លានពីខែមករាដល់ខែកញ្ញាឆ្នាំ2024នេះយោងតាមទិន្នន័យរបស់ចិនប្រធានាធិបតីចិនស៊ីជីនពីងនឹងថ្លែងសន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលនេះវេទិកាចិន SELEC នេះបានតតាំងនឹងការត្រួសត្រាបានតតាំងនឹងការត្រួតត្រាភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចរបស់អាមេរិកយូរមកហើយនៅក្នុងតំបន់ជាអ្វីដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump ចង់ប្រឆាំងហើយព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីចុងសប្តាហ៍នៃកិច្ចចរចាពាណិជ្ជកម្មអាមេរិកចិនដែលបានបញ្ចប់ដោយភាពវិជ្ជមាននិងការកាត់បន្ថយពន្ធរវាងចិនអាមេរិករហូតដល់90ថ្ងៃវេទិកាចិន SELEC ដែលជាវេទិកាកិច្ចប្រតិបត្តិការអន្តររដ្ឋាភិបាលរវាងចិននិងប្រជាជាតិអាមេរិកឡាទីននិងតំបន់សមុទ្រការ៉ាអ៊ីបគឺជាកត្តាជំរុញមួយនៅក្នុងការពង្រឹងកិច្ចសន្ទនារវាងចិននិងប្លុកនេះស្ដីពីពាណិជ្ជកម្មកិច្ចសហប្រតិបត្តិការវិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវហៅកាត់ថា BRI របស់ចិនតម្លៃប្រេងបានកើនឡើងនៅចំពោះមុខកិច្ចចរចាពាណិជ្ជកម្មចិនសហរដ្ឋអាមេរិកជួយសម្រួលដល់ចលាចលទីផ្សារតម្លៃប្រេងបានកើនឡើងនៅថ្ងៃច័ន្ទទី12ឧសភាឆ្នាំ2025នេះបន្ទាប់ពីភាគីទាំងពីរនៅក្នុងកិច្ចចរចាពាណិជ្ជកម្មចិនអាមេរិកកាលពីចុងសប្តាហ៍បានបង្ហាញពីវឌ្ឍនភាពនៅក្នុងជំហានជំរុញអារម្មណ៍ទីផ្សារដែលថាអ្នកប្រើប្រាស់ប្រេងឆៅធំជាងគេទាំងពីររបស់ពិភពលោកអាចនឹងឆ្ពោះទៅរកដំណោះស្រាយនៃចំនួនពាណិជ្ជកម្មតម្លៃភាគហ៊ុនប្រេងឆៅ Brent បានកើនឡើង27សេនឬ 0.4% ដល់តួលេខ$64.18ក្នុងមួយបារ៉ែលនៅម៉ោងសកលម៉ោង 00:01 នាទីរំលងអធ្រាត្រហ៊ុនប្រេងឆៅរបស់អាមេរិកWTI ត្រូវបានជួញដូរនៅក្នុងតម្លៃ$61.30ក្នុងមួយបារ៉ែលដោយកើនឡើង28សេនឬ 0.5% ពីការបិទវគ្គនៅក្នុងថ្ងៃសុក្រសប្តាហ៍មុនសហរដ្ឋអាមេរិកនិងចិនបានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មលើភាពវិជ្ជមានកាលពីថ្ងៃអាទិត្យដែលមន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងពីកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយអនុភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកគណៈមន្ត្រីចិនបាននិយាយថាភាគីទាំងពីរបានឈានដល់ការឯកភាពដ៏សំខាន់ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចពិភាក្សានោះដោយចិននិងអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធរវាងគ្នាក្នុងអត្រា 115% ទាំងសងខាងក្នុងពេល90ថ្ងៃដោយចាប់ពីថ្ងៃ14ឧសភាខាងមុខនេះពន្ធអាមេរិកលើទំនិញចិនមានតែ 30% ហើយពន្ធចិនលើទំនិញអាមេរិកមានតែ 10% ប៉ុណ្ណោះទូរទស្សនិកជនជារួមនៅក្នុងពេលនេះភាគហ៊ុនពិភពលោកមានការកើនឡើងវិញលើក្តីសង្ឃឹមផ្នែកពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក
សន្ទុះផ្សារហ៊ុននៅទូទាំងពិភពលោកពិសេសគឺផ្សារហ៊ុន Wall Street របស់អាមេរិកបានកើនឡើងហើយប្រាក់ដុល្លារមានភាពរឹងមាំនៅថ្ងៃច័ន្ទ12ឧសភានេះស្របពេលសញ្ញានៃវឌ្ឍនភាពនៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានជំរុញឲ្យមានក្តីសង្ឃឹមថាវិបត្តិសេដ្ឋកិច្ចសកលអាចត្រូវបានបញ្ជៀសទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងណាមួយនៅតែមិនទាន់មានក៏ដោយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏មើលទៅហាក់ធូរស្រាលដែរជាមួយនឹងបទឈប់បាញ់ដ៏ផុយស្រួយដែលធ្វើឡើងរវាងឥណ្ឌានិងប៉ាគីស្ថានគណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាលោកត្រៀមខ្លួនជាស្រេចដើម្បីជួបមេដឹកនាំរុស្ស៊ីលោក Vladimir Putin នៅក្នុងប្រទេសទួរគីនៅថ្ងៃប្រហោះសប្តាហ៍នេះសម្រាប់ការពិភាក្សាសន្តិភាពទីផ្សារបានប្រតិកម្មលើដំណឹងល្អជាច្រើននេះដោយការជំរុញឲ្យក្រុមហ៊ុនអាមេរិក S&P 500កើនឡើង 1.2% ខណៈដែលក្រុមហ៊ុន Nasdaq ងើបបាន 1.4%ក្រុមហ៊ុនអឺរ៉ុប Euro Stock 50 បានពង្រឹងជំហរ 0.9% គណៈសន្ទុះ FTSE បន្ថែមតួលេខ 0.4% និងភាគហ៊ុន DAX ក៏កើនឡើង 0.7% ដែរនៅអាស៊ីវិញក្រុមហ៊ុន Nikkei របស់ជប៉ុនឡើងបាន 0.3% ហើយកូរ៉េខាងត្បូងមានកំណើន 0.4% ប្រាក់ដុល្លារបានបន្ថែមតម្លៃ 0.4% ទល់នឹងប្រាក់យេនដ៏សុវត្ថិភាពរបស់ជប៉ុននៅក្នុងតួលេខ 145.90 យេនក្នុង1ដុល្លារចំណែកប្រាក់អឺរ៉ូធ្លាក់ចុះ 0.2% នៅតម្លៃ 0.1224 ដុល្លារក្នុង1អឺរ៉ូវិនិយោគិនសង្ឃឹមថាសេដ្ឋវិមាននឹងបន្ថយពន្ធលើទំនិញចិនបន្ថែមទៀតនៅក្នុងពេលឆាប់ៗបណ្ដាវិនិយោគិនដែលជាគោលដៅនៃការរងផលប៉ះពាល់ពីចំនួនពាណិជ្ជកម្មចិនសហរដ្ឋអាមេរិកបានបង្ហាញនៅក្តីរីករាយរបស់ខ្លួនជំវិញដំណឹងអំពីភាពធូរស្រាលនៅចំនួនពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីរនេះវិនិយោគិនបានស្វាគមន៍នៅសម្លេងផ្សះផ្សានៅក្នុងកិច្ចពិភាក្សាផ្នែកពាណិជ្ជកម្មរវាងអាមេរិកចិនកាលពីចុងសប្តាហ៍កន្លងទៅនេះក្នុងបំណងធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មថមថយកម្ដៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរនិងលុបបំបាត់ភាពមិនប្រកបប្រជាមួយចំនួននៃទីផ្សារហិរញ្ញវត្ថុនៅក្នុងសញ្ញានៃភាពធូរស្រាលរបស់វិនិយោគិនដែលអាក្រក់បំផុតសម្រាប់ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនអាចត្រូវបានបញ្ជានោះអនាគតភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានកើនឡើងកាលពីល្ងាចថ្ងៃអាទិត្យទី11ឧសភាភាគីទាំងពីរបានបដិសេធមិនបញ្ជាក់លម្អិតអំពីការចរចាដែលនិយាយថាព័ត៌មានលម្អិតបន្ថែមនឹងត្រូវចេញផ្សាយនៅថ្ងៃច័ន្ទនេះទោះបីរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកលោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Jameson Greer កាលពីថ្ងៃអាទិត្យបាននិយាយថាកិច្ចព្រមព្រៀងមួយបានឈានដល់ហើយរវាងប្រទេសមហាអំណាចទាំងពីរលោក Eric Kuby ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន North Star Investment Management Corp នៅក្នុងទីក្រុង Chicago បាននិយាយថានេះគឺជាជំហានមួយនៅក្នុងទិសដៅត្រឹមត្រូវដែលបង្ហាញថាភាគីទាំងពីរចាប់អារម្មណ៍ក្នុងការឈានដល់ការបញ្ចប់ដោយស្ថាបនានិងបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរឧបនាយករដ្ឋមន្ត្រីចិន He Lifeng បានជួបសមាភាគីអាមេរិកនៅក្នុងទីក្រុង Geneva ហើយបានចាត់ទុកកិច្ចប្រជុំនេះថាស្មោះត្រង់ហើយបើកចំហនឹងជាជំហានដំបូងដ៏សំខាន់